គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអតិថិជនរបស់ CHO តូបងទាំងគ្នាសម្រាប់បងនៅកំពុងតែស្វែងរករថយន្តដើម្បីប្រើប្រាស់ជាលក្ខណៈគ្រួសារតម្រូវការនៃឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះបងដែលធ្លាប់បើកបររថយន្ត Toyota Highlander ពីមុនណាបងចង់ផ្លាស់ប្ដូររសជាតិជាប្រភេទរថយន្តខ្ពស់ខាងក្នុងធំទូលាយបងអាចកលេចមកមើលរថយន្តនៅខាងមុខនេះបាននៅខាងមុខបងប្អូននេះគឺជារថយន្ត Toyota RAV4 ឆ្នាំ2006ដែលជាប្រភេទ Sport បង Option គឺប្រភេទ Sport តែម្ដងផ្នែកខាងក្នុងរថយន្តមួយគ្រឿងដែលនៅខាងមុខបងប្អូននេះមានលក្ខណៈធំទូលាយខ្ពស់ផ្នែកខាងក្នុងធំទូលាយជាងប្រភេទ Toyota Highlander ទៀតបងបើយើងកលេចទៅមើលការ design ផ្នែកខាងក្រៅបងសម្រាប់ Toyota RAV4 ឆ្នាំ2006មួយគ្រឿងហ្នឹងគឺជាប្រភេទSUV ដែលផ្លាស់ប្ដូររូបរាងផ្នែកខាងក្រៅទាំងស្រុងតែម្ដងខុសពីឆ្នាំ01 02 03 04ឬមួយក៏05បងដូររាងមកតែម្ដងហើយជាប្រភេទ Sport ទៀតបងរថយន្ត SUV ផងកាត់មក Sport ផងបងការ design គឺប្លែកស្រស់ស្អាតមែនតើសម្រាប់បងដែលធ្លាប់ប្រើរថយន្ត Toyota Highlander ពីមុនបងអាចកលេចមកមើល Toyota RAV4 ឆ្នាំ2006នៅខាងមុខនេះបានអាចសាកផ្លាស់ប្ដូររសជាតិថ្មីមើលបងតាគ្នាសម្រាប់រថយន្តមួយគ្រឿងហ្នឹងខាងប្អូនយកមកភ្លាមលាងតែទឹកបោកពុះក៏ដូចជាប៉ូលាទេបងសុទ្ធតែជាប្រភេទរថយន្តម្ចាស់ដើមទី1តែម្ដងកឹបផ្លាកលេខឆ្នាំ2023បងហើយមករយៈហ្នឹងបងខាង CHO តូកាត់ចូលស្តុកបានច្រើនមែនតើបងសុទ្ធតែជាប្រភេទរថយន្តមូលតលតែម្ដងបងអាចកលេចមកមើលរថយន្តដែលកាត់ចូលស្តុកថ្មីមានដូចជា Ford Territory ឆ្នាំ2021Lexus GS 300ក៏មានដែរបងសុទ្ធតែជាប្រភេទរថយន្តកាត់ចូលស្តុកថ្មីតែម្ដងអត់មានទៅរៀបចំអីច្រើនទេបងក៏ដូចជារថយន្តដែលនៅខាងមុខបងប្អូននេះការរៀបចំគឺមកពីម្ចាស់ដើមទី1ហើយស្រេចតែម្ដងបងអាចកលេចមកមើលសម្បកកង់បងបើយើងកលេចទៅមើលសម្បកកង់វិញគឺថ្មីទាំង4គ្រាប់តែម្ដងម្ចាស់ដើមទី1អ្នកប្រើប្រាស់ផ្ទាល់តែម្ដងបានផ្លាស់ប្ដូរហើយរួចជាស្រេចបងកាឡាគឺនៅក្រាស់តែម្ដងធានាជូនពុកម៉ែបងប្អូនទាំងគ្នាយកទៅប្រើប្រាស់គឺអត់ចាំបាច់ចំណាយថវិកាទៅលើការតុបតែងអីទៀតទេបងសុទ្ធតែជាប្រភេទរថយន្តមូលតលតែម្ដងជាក់ស្ដែងដោយបងទាំងអស់គ្នាបានឃើញបាញ់មិញអញ្ចឹងបងនៅខាង CHO តូផ្ទាល់គឺកាត់រថយន្តមកពីម្ចាស់ដើមផ្ទាល់ទី1តែម្ដងហើយសុទ្ធតែជាប្រភេទរថយន្តដែលមិនមានការបុកប៉ះកាត់តស្ងោបដូរពណ៌បងកាត់ចូលតែប្រភេទរថយន្តដែលស្អាតទេបងជាក់ស្ដែងទៅដូចជា Ford Territory ដែលនៅខាងមុខបងប្អូនហ្នឹងក៏ដូចជា Lexus GS 300ពណ៌ក្រហមមកបាញ់មិញបងសុទ្ធតែជាប្រភេទផិនភាគកាត់មកពីម្ចាស់ដើមភ្លាមតែម្ដងប្រឡាក់តែដីទេបងមូលតលតែម្ដងថតជូនបងប្អូនអ្នកគ្នាឆៅតែម្ដងអត់មានលាក់លៀមអីទេបងសុទ្ធតែជាប្រភេទ stock ដែលកាត់មកពីម្ចាស់ដើមទី1ទាំងអស់នៅក្នុង CHO តូផ្ទាល់តែម្ដងបងអ្នកគ្នាអ្វីដែលកាន់តែពិសេសនោះគឺរថយន្តនេះផ្ទាល់បានបំពាក់មកជាមួយនឹងគុជចំនួន2គ្រាប់ហើយរួចជាស្រេចបងមិនចាំបាច់ចំណាយថវិកានៅក្នុងការដាក់គុជអីទៀតទេបងខាងប្អូនបានតែហើយគុជល្អមែនតើភ្លឺខ្លាំងបងនៅពេលយប់បងអ្នកគ្នាកុំឲ្យខាតពេលយូរយើងកលេចមកមើលផ្នែកខាងក្នុងទាំងអស់គ្នាបងផ្នែកខាងក្រៅឃើញថាថ្មីហើយយើងកលេចមកមើលផ្នែកខាងក្នុងមកបងសាច់ស្បែកពុកនៅតាមដៃជញ្ជាំងទ្វារបងប្រើប្រាស់ដោយម្ចាស់ដើមទី1តែម្ដងអត់មានដាច់រហែកសម្បីតែមួយកន្លែងណាទេបងហើយសម្រាប់ផ្នែកខាងក្នុងយកមកភ្លាមខាង CHO តូបានដាក់កម្រាល VIP ជូនបងប្អូនអ្នកគ្នាទាំងខាងមុខទាំងខាងក្រោយហើយខ្ចៅខ្ចងនៅតាមដៃទ្វារបងអត់មានប្រវត្តិដោះស្នាមអីទេបងហើយសម្រាប់រថយន្តមួយគ្រឿងនេះ Toyota RAV4 ឆ្នាំ2006បងគឺបើកដំបូលបងអត់ខុសពី Toyota Highlander ហ្មងទេក៏ប៉ុន្តែផ្នែកខាងក្នុងបើយើងមើលឲ្យជាក់ស្ដែងទៅបងជាប្រភេទ Sport អញ្ចឹងហើយគឺយើងឃើញថាការ design មកធំទូលាយក៏ដូចជាទំនើបជាងប្រភេទ Toyota Highlander ទៅទៀតបងសាច់ស្បែកពុកគឺជាប្រភេទស្បែកទន់ស្រួលអង្គុយមែនតើបងហើយនៅតាមស្នូកអណ្ដើកក៏អត់មានបាក់បែកអីដែរបងផ្នែកខាងក្នុងគឺយើងឃើញថានៅថ្មីមែនតើអ្វីដែលកាន់តែពិសេសនោះបងទាំងគ្នាគឺយើងអាចកលេចមកមើលនៅតាមតាបឡូបានបងសាច់ស្បែកនៅតាមតាបឡូ
គឺស្បែក original តែម្ដងអត់មានបាក់បែកសូម្បីតែបន្តិចណាទេបងនៅថ្មីខ្លាំងមែនតើហើយសម្រាប់សាច់ស្បែកបាទនៅតាមដៃចកោតវិញបងគ្រាន់តែយើងកលេចមកឆាច់ក៏ដឹងថាប្រើប្រាស់ដោយម្ចាស់ដើមទី1ដែរបងអត់មានដាច់រហែកសូម្បីតែមួយខ្លែបណាទេធានាជូនបងហើយភិនភាគបាទរថយន្តមួយគ្រឿងនេះគឺស័ក្តិសមមែនតើធំទូលាយមែនតើបាទបងយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារបងធានាជូនបាទធន់មែនតើប្រភេទម៉ាកយីហោ Toyota នេះបងចំណុចដែលពិសេសសម្រាប់ Toyota RAV4 មួយគ្រឿងហ្នឹងគឺនៅត្រង់ខ្ពស់ហើយធំទូលាយងាយស្រួលក្នុងការបើកបរមែនតើបងតើបងផ្នែកខាងមុខគឺយើងឃើញថាថ្មីមែនតើឥឡូវយើងកលេចមកមើលផ្នែកខាងក្រោយវិញមើលបងបាទបងទាំងគ្នាអាចចាប់អារម្មណ៍ទៅលើសាច់ស្បែកពុកបាទនៅតាមដំបូលបងដែលជាប្រភេទកាមញីបាទខាង CH Auto តែងតែប្រាប់ទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាហើយភិនភាគបាទម្ចាស់ដើមទី1គឺយើងចាប់អារម្មណ៍ទៅលើបាទសាច់ស្បែកពុកនៅតាមដំបូលហ្នឹងមុនគេតែម្ដងបាទឃើញថានៅថ្មីអត់មានប្រឡាក់អីទេបងហើយបើយើងកលេចទៅមើលស្បែកពុកទាំង3ខ្លែបបាទនៅខាងក្រោយនេះវិញបងមួយខ្លែបណាក៏អត់មានរហែកដែរបងចង់ដឹងច្បាស់បងអាចមកពិនិត្យនៅទីតាំងជាក់ស្ដែងបានកុំឲ្យថាអ្នកលក់ចេះតែលើកអំពីរថយន្តរបស់ខ្លួនបងទាំងគ្នាផ្នែកខាងក្រៅហើយនិងផ្នែកខាងក្នុងគឺយើងឃើញថានៅថ្មីហ្នឹងមែនអត់បងអ្វីដែលខាងប្អូនស្ញើជាងគេនោះគឺនៅក្នុងប្លុកម៉ាស៊ីននឹងតែម្ដងបងអាចកលេចមកមើលបាទសាច់ដៃនៅក្នុងប្លុកម៉ាស៊ីនបានគឺពណ៌ original មកពីរោងចក្រតែម្ដងណាបងពណ៌សហ្នឹងគឺអត់មានបាទស្លោកអត់មានហើរពណ៌ឬមួយក៏ឡោកសាច់ដែកនៅផ្នែកប្លុកម៉ាស៊ីនហ្នឹងអីទេបងរថយន្តកឹបផ្លាកលេខឆ្នាំ2023បងម្ចាស់ដើមទី1គាត់ប្រើប្រាស់ថែមែនតើបងអាសាលាងទឹកជាប្រចាំតែម្ដងអត់មានទុកឲ្យស្នឹមខ្ចៅខ្ចងក៏ដូចជាសាច់ដែកអីទេបងការផ្លាស់ប្ដូរថែទាំប្រេងម៉ាស៊ីនក៏អញ្ចឹងដែរបងអាចកលេចមកមើលខ្ចៅខ្ចងទៅបាទគឺដឹងហើយបងខ្ចៅខ្ចងដែលម្ចាស់ថែទាំគឺនៅបែបហ្នឹងបងខ្ចៅ7ពណ៌តែម្ដងសាច់ដែកតាមកតែពណ៌ទឹកប្រាក់តែម្ដងបងអត់មានឡោកអីទេបងម្ចាស់ដើមនេះគាត់ប្រើប្រាស់តែនៅក្នុងក្រុងទេបងរថយន្តមួយគ្រឿងនេះប្រើប្រាស់នៅក្នុងក្រុងហើយចតចោលនៅក្នុងក្រុមហ៊ុនទេបងអត់មានបើកបរចុះបណ្ដាខេត្តអីបាទជាប្រចាំអីទេរថយន្តដែលនៅសនុកមែនតើបងតើគ្នាហេតុដែលប្អូនហ៊ាននិយាយថា Toyota RAV4 2006នេះបាទជាប្រភេទ Sport ហើយផ្នែកខាងក្នុងមានលក្ខណៈធំទូលាយបាទជាងប្រភេទរថយន្ត Toyota Highlander បងអាចកលេចមើលជាក់ស្ដែងបានគឺធំទូលាយមែនតើបងតើគ្នាអាចដាក់អវ៉ាន់បានច្រើនបាទជាប្រភេទរថយន្ត SUV ហើយកូនកាត់ជាប្រភេទរថយន្ត Cross ទៀតបងអញ្ចឹងសម្រាប់បងដែលប្រើប្រាស់ក្នុងក្រុងក្តីបាទដាក់អវ៉ាន់ច្រើនបាទមាន trip ទៅតាមបណ្ដាខេត្តនានាក្តីបងរថយន្តមួយគ្រឿងនេះបងទាំងគ្នាអាចទុកចិត្តបានបាទលេខកូដបាទកាយ៉ៅគឺនៅទាំងអស់តែម្ដងធានាជូនបងទាំងអស់គ្នាហើយបងរថយន្តមួយគ្រឿងនេះអាចជូនបងទៅបាទទៅដល់គោលដៅគ្រប់ស្ថានភាពផ្លូវតែម្ដងបងធន់ខ្លាំងមែនតើបងទាំងគ្នាអាចកលេចមើលបានភិនភាគម្ចាស់ដើមទី1ទេបងអញ្ចឹងបងទាំងគ្នារស់រានឡើងបងអាចមកពិនិត្យនៅទីតាំងជាក់ស្ដែងបានអញ្ចឹងសម្រាប់បងដែលគាត់បាទចាប់អារម្មណ៍មកកាន់រថយន្តមួយគ្រឿងនេះបងអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាំង3ខ្សែដែលខាងប្អូនបានដាក់នៅលើ caption ហ្នឹងបងឬមួយក៏បងមានចម្ងល់អ្វីបន្ថែមទាក់ទងនឹងរថយន្តខាងលើបងអាចធ្វើការ inbox មកកាន់ Facebook page ផ្លូវការ CH Auto ផ្ទាល់តែម្ដងតែបានផុសវីដេអូនឹងផ្ទាល់តែម្ដងបងបាទហើយសម្រាប់លក្ខខណ្ឌនៃការទិញលក់វិញបងសម្រាប់ខាង CH Auto គឺមានជម្រើសច្រើនមែនតើសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាបងចង់ទិញជាលុយសុទ្ធក៏បានបងចង់បង់រំលោះខាងប្អូនក៏មានដៃគូសហការដែរបងដើម្បីប្រឹក្សាជូនទៅកាន់ពុកម៉ែបងប្អូនគ្នាតែម្ដងធានាជូនការប្រាក់គឺទាបមែនតើបងគឺទាបខ្លាំងបាទហើយសម្រាប់បងដែលគាត់ចង់វាយដូរសេរីក៏ខាងប្អូនមានទទួលវាយដូរដែរបងអាចបើករថយន្តបងមកទីតាំងផ្ទាល់មកដែលខាងប្អូនបានដាក់បាទអាស័យដ្ឋាននៅខាងក្រោមលេខទូរស័ព្ទទាំង3ខ្សែហ្នឹងបងក៏ដូចជា link Google Map នៅខាងលើ caption នឹងដូចគ្នាបងបាទអរគុណមែនតើបងសម្រាប់ការតាមដានវីដេអូនេះរហូតដល់ចប់បាទជួបគ្នានៅក្នុងវីដេអូ review ឡានបន្តទៀតបង